ដល់រឿងទី7រឿងជំងឺរបស់ថៃស៊ីនដែលតុលាការហៅថៃស៊ីនទៅថ្ងៃ13 14កន្លងទៅទៀតតុលាការថៃអើយមិនបាច់ចាំស៊ើបអង្កេតអីទេខ្ញុំជាសាក្សីមួយអង្គអ៊ីងក៏ជាសាក្សីហើយអង្គអ៊ីងក៏ជាប់ពិរុទ្ធភាពởរឿងហ្នឹងដែរឃ្លាំងហួតក៏ជាសាក្សីមួយនឹងម្នាក់ទៀតខ្ញុំមិនចេញឈ្មោះទេខ្ញុំលាក់ឈ្មោះសិនប៉ុន្តែប្រសិនបើតុលាការមានការតម្រូវខ្ញុំនឹងប្រាប់ឈ្មោះក្នុងជនជាតិថៃទៀតអត់មានឈ្មោះអីទាំងអស់អត់មានឈ្មោះអីទាំងអស់ខ្ញុំឲ្យហោះទៅសួរសុខទុក្ខថៃទៀតរឿងគណៈរដ្ឋមន្ត្រីមិនមែនខុសមកពីភូមិใจថៃទេប៉ុន្តែនេះផ្ដើមចេញពីការមិនស្មោះត្រង់ចំពោះសវត្ថិភាពដែលផ្ដើមចេញពីនាយករដ្ឋមន្ត្រីនេះខ្ញុំសូមនិយាយឲ្យលម្អិតបន្តិចពេលមកទស្សនកិច្ចនៅកម្ពុជាផ្លូវការបន្ទាប់ពីទស្សនកិច្ចផ្លូវការរួចហើយជួបនាយករដ្ឋមន្ត្រីជួបប្រធានសភាជួបប្រធានព្រឹទ្ធសភាចូលកលព្រះមហាក្សត្រហើយពីរនាក់ប្តីប្រពន្ធបានមកផ្ទះរបស់ខ្ញុំដើម្បីទទួលទានអាហារក្នុងនាមជាគ្រួសារខ្ញុំសូមអធិស្ឋានខ្ញុំសូមបញ្ជាក់ថាខ្ញុំជាមនុស្សដែលមានគុណធម៌ប៉ុន្តែហើយខ្ញុំក៏មិនក្បត់អ្នកណាមុនដែរតែប្រសិនបើខ្ញុំសុខចិត្តឲ្យគេក្បត់ខ្ញុំមុនឥឡូវដល់ពេលវេលាដែលគេបានក្បត់ខ្ញុំហើយសូមកុំនិយាយពីគុណធម៌ចំពោះខ្ញុំទៀតខ្ញុំសូមរៀបរាប់ដោយយកត្រឹមតែ8ចំណុចយកមកនិយាយថ្ងៃនេះហើយចំណុចខ្លះទៀតប្រសិនបើភាគីថៃចង់បានខ្ញុំអាចនឹងចែកចម្លែកជាមួយនឹងអ្នកណាបញ្ជូនបេសកកម្មបេសកជនមកជួបជាមួយខ្ញុំនឹងនិយាយប្រាប់បន្ថែមតែខ្ញុំមិននិយាយតាមទូរទស្សន៍ទេខ្ញុំនឹងចែកចម្លែកបន្ថែមហើយខ្ញុំសូមជម្រាបជូនទៅប្រជាពលរដ្ឋថៃខ្ញុំអត់បានយកប្រទេសថៃធ្វើជាសត្រូវទេមិនបានយកជនជាតិថៃធ្វើជាសត្រូវទេតែខ្ញុំក៏ត្រូវតែប្រឈមនឹងការពិតមួយអ្នកចាត់ទុកខ្ញុំជាសត្រូវខ្ញុំក៏ចាត់ទុកអ្នកក៏ជាសត្រូវដែរអ្នកណាក៏ដោយមិនថាខ្មែរមិនថាបរទេសទេបើសិនតាំងខ្លួនចាត់ទុកខ្ញុំជាសត្រូវហើយខ្ញុំគ្មានជំរឿនទេព្រោះអត់ឲ្យជំរឿនទី3សម្រាប់ខ្ញុំផងយកខ្ញុំធ្វើជាសត្រូវ